អត្ថបទអំណានពិធីបំពោះនាគក្នុងសម័យបុរាណខ្មែរយើងនិយមឲ្យកូនប្រុសបួសជាព្រះសង្ឃមុននឹងបួសគេត្រូវធ្វើពិធីមួយហៅថាពិធីបំពោះនាគអ្នកបួសត្រូវរៀនធម៌ឲ្យចេះដឹងជាមុនល្មមអាចសូត្របាននៅថ្ងៃបំពោះនាគការបំពោះមិនកំណត់ពេលវេលាទេតែចាំបាច់ត្រូវជៀសវាងពេលដែលព្រះសង្ឃចូលព្រះវស្សាមុននឹងចូលដល់ថ្ងៃប្រារព្ធពិធីអ្នកដែលត្រូវគេបំពោះកាន់ទៀនធូបទៅជម្រាបលាញាតិសន្តានក្នុងពិធីនេះគេត្រូវធ្វើបាយសីពីដើមចេកមួយដើមមាន19ថ្នាក់នៅលើកំពូលបាយសីនោះមានកន្ទងស្លឹកចេកដាក់បាយ19ពំដួតបាយសីរំពាត់ដោយស្លឹកចេកទាំងធៀងនិងរំពាត់ដោយសំពត់ហូលមួយជាន់ពីលើទៀតផងតួបាយសី19ថ្នាក់នោះតំណាងរូបអ្នកបួសត្រូវគិតពិចារណាខ្លួនថាខ្លួនមនុស្សប្រៀបដូចដើមចេកគ្មានក្លឹមទេមានសិទ្ធិតែទឹកនិងដីដែលអាចរលាយក្នុងថ្ងៃណាមួយមិនខានប៉ុន្តែការសាងកុសលគឺជាប្រការចាំបាច់មានន័យនឹងមានខ្លឹមសារសម្រាប់ខ្លួនឯងផងនិងសង្គមផងគេធ្វើពិធីបំពោះនាគចាប់ពីពេលរសៀលលុះដល់ព្រឹកថ្ងៃបន្ទាប់គេត្រូវដង្ហែនាគចេញពីផ្ទះទៅកាន់វត្តនាគជីកសេះឬគោស្លៀកសំពត់ងូតពីក្នុងស្លៀកហូលពីក្រៅមិនពាក់អាវទេពាក់នាគក្រមាពណ៌សព័ទ្ធឈៀងលើស្មាឆ្វេងក្បួនដង្ហែមានភ្លេងឆៃយ៉ាំណមុខនិងភ្លេងពិណពាទ្យពីក្រោយហែហមដោយញាតិម៉ាត់ក្បួនហែនាគនេះត្រូវហែប្រទក្សិណព្រះវិហារ3ជុំសិនទើបនាំគ្នាចូលទៅក្នុងព្រះវិហារពួកនាគអង្គុយជាជួរតាមលំដាប់អាយុដោយមានចីវរនៅខាងមុខរៀងៗខ្លួននៅទីបញ្ចប់នាគថយទៅស្លៀកស្បាំងចីវរតាមច្បាប់វិន័យបន្ទាប់មកនាគកាន់ទៀនធូបចូលទៅថ្វាយបង្គំព្រះឧបច្ឆាព្រះគ្រូឧបច្ឆាសូត្រព្រានប្រដៅវិន័យសង្ឃដល់នាគ